វីដេអូខ្ញុំថតតាំងពីថ្ងៃពុកម៉ែបងប្អូនអរគ្នាតំបានបញ្ចូលសលេងអញ្ចឹងណាគឺខ្ញុំមកឆាជាមួយនឹងផ្កាខាត់ណាពណ៌ខៀវជាមួយនឹងគ្រឿងក្នុងមាន់ជំហានដំបូងយើងត្រូវការដាក់ខ្ទះលើចង្កានហ្គាសយើងសិនគឺយើងទុកខ្ទះយើងឲ្យរៀងក្តៅទៅយើងចាប់ផ្ដើមចាក់ប្រេងឆាចូលមុខម្ហូបនេះគឺងាយស្រួលទេបងប្អូនអត់ពិបាកធ្វើទេជាមួយនឹងឆាផ្កាខាត់ណាខៀវនេះគេរុំទៅគឺញ៉ាំទៅបើកម្លាំងមួយទៀតគឺសម្រួលដល់កាពះវៀនរបស់យើងដែរបងប្អូនអរគ្នាចាឥឡូវខ្ញុំចាប់ផ្ដើមដាក់ខ្ទះហ្នឹងដោយសារខ្ញុំលាងភ្លាមអញ្ចឹងទៅវានៅដកទឹកអញ្ចឹងណាយើងធ្វើឲ្យទឹកហ្នឹងវាស្ងួតសិនបន្តមកទៀតខ្ញុំចាក់ប្រេងឆាចូលឥឡូវខ្ទះរបស់យើងគឺចាប់ផ្ដើមស្ងួតហើយខ្ញុំចាប់ផ្ដើមចាក់ប្រេងឆាចូលហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមដើម្បីបំពងអញ្ចឹងណាបងប្អូនអរគ្នាយើងបំពងវាឲ្យខ្ទឹមយើងក្រហមឡើងក្រហមទៅឡើងក្រហមឡើងឈ្ងុយយើងចាប់ផ្ដើមដាក់ជាមួយនឹងសាច់ដែលយើងបានហាន់រួចជាមួយនឹងគ្រឿងក្នុងមាន់ដែលខ្ញុំបានហាន់រួចបងប្អូនអរគ្នាចាអញ្ចឹងយើងដាក់ជាមួយគ្រឿងក្នុងយើងចូលទៅមានជាមួយនឹងកោះមាន់មានជាមួយថ្លើមមាន់ពេលដែលយើងលេងសាច់របស់យើងរៀងសូរហើយយើងចាប់ផ្ដើមមកដាក់ជាមួយនឹងគ្រឿងក្រៅហើយជាមួយនឹងគ្រឿងក្រៅគឺមានជាមួយនឹងស្ករប៊ីចេងទឹកត្រីអំបិលរ៉ូឌីប្រេងខ្យងដើម្បីដាក់ឲ្យជាមួយសាច់យើងឆាប់ទន់ឆាប់ឆ្អិនអញ្ចឹងបងប្អូនអរគ្នាចាគឺនំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងក្រៅចូលហើយគឺគ្រឿងក្រៅរបស់យើងដាក់ជាមួយនឹងទឹកត្រីស្ករប៊ីចេងចារ៉ូឌីតាមចំណងចំណូលចិត្តយើងចង់ប្រៃផ្អែមតាមចំណងចំណូលចិត្តដែលយើងចូលចិត្តជាមួយនឹងមុខម្ហូបផ្សេងៗដែលយើងធ្វើអញ្ចឹងបងប្អូនប៉ុន្តែខ្ញុំមកដាក់ជាមួយម្រេចដើម្បីឲ្យវាកាត់ឆ្អាមអញ្ចឹងណានិយាយរួមទៅគឺយើងដាក់មួយម្រេចគឺដាក់ទៅមានរសជាតិឆ្ងាញ់ហឹរតិចៗអញ្ចឹងណាយំទៅគឺតំណងខ្លាំងមែនតើបងប្អូនជាមួយនឹងឆាក់យើងលេងសាច់នឹងឲ្យវារៀងឆ្អិនទៅចាំយើងដាក់ជាមួយបន្លែបងប្អូនដោយសារតែប្រភេទគ្រឿងក្នុងអញ្ចឹងទៅគឺយើងត្រូវតែចំណាយពេលយូរបន្តិចដោយសារតែខ្លាចវាអត់ឆ្អិនខាងក្នុងសាច់អញ្ចឹងណាឥឡូវសាច់របស់យើងមើលទៅរៀងឆ្អិនហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយបន្លែនេះគឺជាផ្កាខាត់ណាយំទៅគឺបន្លែនេះគឺញ៉ាំទៅវាទន់ស្រួលញ៉ាំហើយទៀតគឺមានរសជាតិឆ្ងាញ់ដូចខ្ញុំបញ្ជាក់តាំងដើមវីដេអូអញ្ចឹងបងប្អូនអរគ្នាចាបន្តមកទៀតយើងដាក់ប្រេងខ្យងបន្តិចឲ្យបន្លែយើងឆាប់ទន់ឆាប់អាលួយឆាប់ឆ្អិនអញ្ចឹងណាបន្តមកទៀតយើងច្របល់វាចូលគ្នាទៅជាមួយនឹងខាត់ណាយើងនៅសាច់គ្រឿងក្នុងមាន់របស់យើងគឺខ្ញុំស្រុំមើលបងប្អូនអរគ្នាតំណងខ្លាំងមែនតើបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមបិទជាមួយនឹងក្របឆ្នាំងដើម្បីឲ្យបន្លែនិងសាច់របស់យើងឆាប់ឆ្អិនណាបងប្អូនអរគ្នាវាស្ហប់ល្អអញ្ចឹងណាតោះពេលយើងបិទក្របឆ្នាំងរួចហើយយើងដល់វាឲ្យមកបើកក្របឆ្នាំងមើលចង់ដឹងថាសឡរបស់យើងគឺបានពុះហើយទៅនៅបងប្អូនអរគ្នាចាឥឡូវចាប់ផ្ដើមចេញជាមួយនឹងទឹកប្រៃហើយបងប្អូនចេញពីទឹកសឡហើយអញ្ចឹងបងប្អូនត្រូវការដាក់ទឹកវាបន្តិចដើម្បីសឡយើងកុំឲ្យគ្រាន់គីឡូខ្លោចអីចឹងណាបងប្អូនអរគ្នាចាឥឡូវខ្ញុំចាប់ផ្ដើមដាក់ទឹកកន្លះកូនចានដើម្បីដាក់ទៅសឡរបស់យើងឲ្យមានទឹកតិចៗចឹងទៅស្រួលយើងហត់ទៅវាមានរសជាតិឆ្ងាញ់ណាបងប្អូនអរគ្នាពេលដែលនាងខ្ញុំដាក់ជាមួយទឹករួចហើយខ្ញុំចាប់ផ្ដើមគ្របម្ដងទៀតដើម្បីបន្លែយើងគឺបានឆ្អិនណាបងប្អូនអរគ្នាចាយរួមទៅមួយបន្លែដែលខ្ញុំឆានេះគឺខ្ញុំចិត្តបន្លែដែលឆ្អិនខ្លាំងអញ្ចឹងបងប្អូនអរគ្នាចាខ្ញុំអត់ចូលចិត្តញ៉ាំរាងឆៅជប់ច្រប់ទេបងប្អូនខ្លាចញ៉ាំទៅវាអាចនឹងឈឺពោះយើងចម្អិនម្ហូបត្រូវតែចម្អិនឲ្យបានឆ្អិនល្អបងប្អូនអរគ្នាក្នុងវីដេអូដែលខ្ញុំកំពុងតែធ្វើវីដេអូបញ្ចូលសលេងអញ្ចឹងបងប្អូនអរគ្នាចាឥឡូវជាមួយនឹងសឡរបស់យើងគឺចាប់ផ្ដើមឆ្អិនហើយបងប្អូនអរគ្នាចាយំសឡយើងចាប់ផ្ដើមឆ្អិនហើយបងប្អូនឥឡូវនាងខ្ញុំចាប់ផ្ដើមមកច្របល់វានឹងចាប់ផ្ដើមភ្លក់ចង់ដឹងថាសឡយើងខ្វះរសជាតិត្រង់ណាស្រួលយើងថែមថយតាមនឹងអញ្ចឹងបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមមកដួសភ្លក់ឲ្យបងប្អូនអរគ្នាចាគឺខ្ញុំចាប់ផ្ដើមដួសភ្លក់ជាមួយសឡរបស់យើងគឺរសជាតិគឺមកល្មមចាយំទៅរសជាតិរៀងប្រៃតិចតិចបងប្អូនអរគ្នាចាយំទៅខ្ញុំឆារៀងប្រៃដោយសារតែខ្ញុំញ៉ាំរសជាតិល្មមណាបងប្អូនអរគ្នាចាឥឡូវសឡយើងបានឆ្អិនខ្ញុំចាប់ផ្ដើមដួសសឡយើងដាក់ចូលក្នុងចានដើម្បីញ៉ាំជាមួយនឹងបាយពេលថ្ងៃបងប្អូនអរគ្នាចានេះសឡរបស់យើងគឺតំណងខ្លាំងមែនតើគឺសម្លឆាខាត់ណាជាមួយនឹងគ្រឿងក្នុងមាន់បងប្អូនអរគ្នាចាតោះបង